chance ឲ្យគាត់ឱកាសទី2អញ្ចឹងបាទអញ្ចឹងដូច្នេះដូចខ្ញុំនិយាយខ្ញុំជួបរឿងច្រើនអញ្ចឹងខ្ញុំជួបអ្នកដែលមានធ្វើកិច្ចការនឹងច្រើនអញ្ចឹងបានជាខ្ញុំនិយាយឲ្យនិយាយទៀតអំពីសារនៃការយោគយល់គ្នាកុំប្រើសារហិង្សាតាមបណ្ដាញសង្គមនោះគឺអត់ចំណេញទេបាទហើយយោគយល់អ្នកណាដែលខ្លះគាត់មិនដឹងជាក្នុងគ្រួសារពីក្មេងយ៉ាងម៉េចពេលបច្ចុប្បន្ននឹងយ៉ាងម៉េចបានជាពេលខ្លះសំដីសំដៅតាមបណ្ដាញសង្គមមកគាត់ចេញមកហើយយើងមិនគួរស្ដាប់បាទមិនដឹងរកខឹងមិនកើតពេលខ្លះអ្នកខ្លះនិយាយនឹងយើងរកខឹងកើតមកបាទអញ្ចឹងនេះជាព័ត៌មានទី2ណាបាទនឹងចូលរួមចំណែកមតិបន្តិចចុះបាទស្ដាយត្រង់ហ្នឹងពេលដែលទៅ VA វាមានបាននិយាយអញ្ចឹងបាទឥឡូវអស់ពីសាច់ចូលដល់រឿងមិនសប្បាយចិត្តបន្តិចបាទនេះគឺជាសេចក្តីប្រកាសបដិសេធរបស់ខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាឥឡូវនេះបញ្ហារឿងព្រំដែនជាមួយនឹងថៃហ្នឹងគឺថៃគាត់បង្កើនកម្ដៅខ្លាំងច្រើនណាស់បាទកម្ដៅខ្លាំងច្រើនអញ្ចឹងឥឡូវនេះខ្ញុំសូមដកសងមួយដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឥឡូវនេះចេញពីភាគីកម្ពុជាមុនហើយសេចក្តីប្រកាសនេះគឺសូមប្រិយមិត្តទៅមើលនៅ page ខ្ញុំផ្ទាល់ក៏បាននៅខាងបរដ្ឋាភិបាលក៏បានតែខ្ញុំមិនដកសងទាំងសងទេគឺប្រិយមិត្តអាចទៅមើលជាភាសាខ្មែរបានក៏ប៉ុន្តែខ្លឹមសារដែលខ្ញុំយកមកជម្រាបនេះគឺដឹងថាប្រទេសកម្ពុជាគាត់បានបដិសេធអំពីចេតនារបស់ថៃក្នុងការលុបចោលអនុសារណៈស្ដីពីការយោគយល់ដែលហៅថា MOU ឆ្នាំ2000គឺ MOU ឆ្នាំ2000នឹងស្ដីអំពីការវាស់វែងព្រំដែនគោករវាងកម្ពុជានិងថៃដោយកម្ពុជាចាត់ទុកថាជាទង្វើបែបនេះមិនត្រឹមត្រូវទេវាជាការរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេបាទគឺមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាពសន្តិភាពនិងការអភិវឌ្ឍបានឡើយនេះគឺជាខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានបដិសេធរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនដែលចេញនៅថ្ងៃប្រហ័សទី26ខែមីនាបានបញ្ជាក់ថាការនេះដោយសារតែ MOU នឹងគឺត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិដែលមានតម្លៃស្មើនឹងសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីដែលមានកាតព្វកិច្ចក្រមច្បាប់អន្តរជាតិដូច្នេះហេតុផលនិងច្បាប់ឬនីតិវិធីផ្ទៃក្នុងរបស់ថៃមិនអាចយកជាលេសជាហេតុផលដើម្បីលុបចោលបានទេបាទត្រូវតែអនុវត្តបាទប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍នានានៅក្នុងបណ្ដាញព័ត៌មានថៃថាលោក Noppadon Inna សមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃឬក៏ហៅថាគណៈកម្មាធិការចម្ពោះកិច្ចដែលសិក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការលុបចោលអនុសារណៈស្ដីពីការយោគយល់ឆ្នាំ2000និង2001បានបង្ហាញពីការរកឃើញរបស់គណៈកម្មាធិការនេះដោយនិយាយថាគណៈកម្មការបានឯកភាពគ្នាជាឯកច្ឆន្ទថាអនុសារណៈយោគយល់ឆ្នាំ2000ដែលនៅភាសាថៃហៅថា MOU 43ភាសាយកតាមឆ្នាំរបស់ថៃឆ្នាំពុទ្ធសករាជនោះគួរតែត្រូវបានលុបចោលបន្ទាប់ពីការសម្រេចចិត្តលុបចោលអនុសារណៈយោគយល់ឆ្នាំ2001 MOU 44ណាកាលពីខែធ្នូឆ្នាំ2025តែ MOU កាលនោះគឺរឿងព្រំដែនទឹកបាទលោក Noppadon បានមានប្រសាសន៍ថាកិច្ចប្រជុំជាង20លើកនឹងដំណើរទស្សនកិច្ចទៅកាន់ខេត្តនៅតាមព្រំដែនថៃកម្ពុជាចំនួន7លើកនឹងការណែនាំស៊ីជម្រៅពីភ្នាក់ងារសន្តិសុខនិងក្រសួងការបរទេសគណៈកម្មការបានរកឃើញថាកម្ពុជាបានរំលោភលើទឹកដីថៃជាតបហើយមិនអើពើនឹងការជំទាស់របស់ប្រទេសថៃនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation របស់ថៃបាទ The Nation បានបន្តទៀតថាលោក Noppadon បាននិយាយថាគណៈកម្មាធិការបានស្នើឲ្យលុបចោលអនុសារណៈយោគយល់គ្នាលេខ43នេះដោយឈរលើហេតុផលចំនួន6អញ្ចឹងនេះគឺជាហេតុផលដែលថៃប្រើអញ្ចឹងខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យពិចារណាទាំងអស់គ្នាហេតុផលទី1គាត់ថាបទបញ្ញត្តិនៃអនុសារណៈស្ដីពីការយោគយល់គ្នាមានចំណុចខ្វះខាតជាពិសេសការទទួលយកផែនទីຂະຫນាត1លើ200,000របស់កម្ពុជាដែលផ្ទុយនឹងຂະຫນាត1លើ50,000របស់ថៃហើយបានបង្កើតបញ្ហាក្នុងការកំណត់ព្រំដែនអញ្ចឹងថៃគាត់ថាផ្ទុយជាមួយនឹងផែនទីឯកតោភាគីរបស់គាត់លើសពីនេះគាត់ថាគណៈកម្មាធិការព្រំដែនរួមហៅថា JBC ខ្វះសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការឈ្លានពានបាទ
គាត់ឈានពៀនយើងហើយគាត់ថាយើងខ្វះអំណាចបាទចំណុចមួយទៀតបាទចំណុចមួយទី1ណាបាទចំណុចទី2គាត់ថាអនុសារណៈយោគយល់គ្នាលេខ43ឬក៏ឆ្នាំ2000ហ្នឹងគឺមានបញ្ហារដ្ឋធម្មនុញ្ញពីព្រោះគណៈរដ្ឋមន្ត្រីមុនគ្រាន់តែទទួលស្គាល់ថាទទួលស្គាល់អនុសារណៈហ្នឹងគឺមិនបានអនុម័តជាផ្លូវការទេហើយវាមិនទៅបានពិនិត្យដោយសភាទេទោះបីជាការពិតដែលថាកិច្ចព្រមព្រៀងនេះប៉ះពាល់ដល់ការផ្លាស់ប្ដូរទឹកដីថៃរបស់ក៏ដោយបាទអញ្ចឹងគាត់ថាសភាក៏អត់បានមើលទេបាទនឹងរឿងផ្ទៃក្នុងរបស់គាត់ណាហើយគាត់ចំណុចទី3គាត់យោងទៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាវិញម្ដងគាត់ថារដ្ឋធម្មនុញ្ញឆ្នាំ1993របស់កម្ពុជាតម្រូវឲ្យប្រើប្រាស់ផែនទីខ្នាត1លើ100,000ជាលទ្ធផលគឺផែនទីដែលផលិតក្រមអនុសារណៈយោគយល់គ្នាលេខ43នេះគឺមិនអាចទទួលស្គាល់ដោយកម្ពុជាទេដែលធ្វើឲ្យការចរចាគ្មានប្រយោជន៍ហេតុផលរបស់គាត់ទី3ណាបាទហេតុផលទី4របស់គាត់គឺគាត់ថាមានការពន្យាពេលនៃការអនុវត្ត MOU នេះបាទទោះបីជាជិត26ឆ្នាំទៅហើយគឺមានបានដីនឹងគឺតែ 60% ទេនៃដំណាក់កាលដំបូងទៅបានបញ្ចប់បាទគាត់ថាគឺមិនសូវដំណើរការទៅមុខបានល្អហើយទី5គឺគាត់ថាអ្នកទី5នៅប្រិមិត្តស្ដាប់កន្លែងនឹងឲ្យច្បាស់មែនតើណាហេតុផលទី5ដែលថៃលើកឡើងហើយប្រិមិត្តពិចារណាហើយចាំទុកណាគាត់ថាស្ថានភាពព្រំដែនបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីការប៉ះទង្គិចគ្នាធំ2លើកក្នុងឆ្នាំ2025ដែលបង្ខំឲ្យថៃពឹងផ្អែកលើសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលក្រោមសេចក្តីថ្លែងការណ៍នេះកងទ័ពត្រូវរក្សាទីតាំងបច្ចុប្បន្នរបស់ពួកគេនឹងគាត់ដើរខ្សែលើកន្លែងហ្នឹងមួយបាទពីព្រោះការនៅកន្លែងណាហ្នឹងគឺគ្រាន់តែនៅប៉ុណ្្នឹងសិនគឺដើម្បីងាកមក JBC ដើម្បីពិភាក្សាគ្នាស្រាប់តែគាត់លុបអាហ្នឹងគាត់យកអានេះធ្វើជាឯកសារគតិយុត្តវិញបាទបានន័យថាគាត់ចង់ផ្លាស់ប្ដូរផែនទីនឹងដោយប្រើកម្លាំងបាទនេះជាហេតុផលរបស់គាត់ដែលកម្ពុជាតវ៉ាគឺมันអាចនឹងមានការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈកម្លាំងទេនៅក្នុងសេចក្តីថ្លែងការណ៍នោះកម្ពុជាបាននិយាយណាចឹងប្រិមិត្តចូលទៅអានសេចក្តីថ្លែងការណ៍ពីភាគីកម្ពុជាដើម្បីឲ្យបានដឹងទាំងសងខាងធៀមយកពីខាងភាគីថៃហ្នឹងដោយសារតែកម្ពុជានៅខាងកម្ពុជាគឺប្រហែលជាអ្នកមិនសូវចេះអង់គ្លេសនឹងច្រើនឬក៏ចេះដែរតែមិនសូវច្បាស់ឬក៏មិនមានឱកាសមើលណាអញ្ចឹងកុំភ្លេចមើលខាងភាគីខ្មែរផងបាទកម្ពុជាបានបដិសេធចំណុចអស់ហ្នឹងដែរបាទហើយចំណុចចុងក្រោយនេះគឺទី6នោះគាត់ថាកម្ពុជាបានបង្ហាញពីគំរូនៃបរាជ័យក្នុងការគោរពកិច្ចព្រមព្រៀងគឺកម្ពុជាបង្កភាពតានតឹងនិងបង្កើតព័ត៌មានคล้ายខណៈដែលអនុសារណៈស្តីពីការយោគយល់គ្នាលេខ43មិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយចំពោះបញ្ហាទាំងអស់នេះទេបាទគាត់យករឿងហ្នឹងមកទៀតអញ្ចឹងដូច្នេះប្រិមិត្តពិចារណាដោយខ្លួនឯងតើការលើកឡើងរបស់គាត់ហ្នឹងយ៉ាងម៉េចសម្រាប់ខ្ញុំវាអត់មានសមរម្យទេដោយដែលខាងកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍បដិសេធរបស់ខ្លួនចឹងដែរសូមកុំភ្លេចទៅអានផងណាបាទនេះជាការវិវត្តទី2ណាទី2ហើយសំទោសទីការវិវត្តទី1នៅក្នុងរឿងទី3នៅក្នុងរឿងទី3អញ្ចឹងឥឡូវនេះគឺចូលដល់ការវិវត្តទី2នៅក្នុងសាច់រឿងនេះម្ដងខ្ញុំដកសងយកសារព័ត៌មាន Cambodia Nest មករូបភាពនេះប៉ុន្តែយោងទៅលើប្រភពនៃសារព័ត៌មានថៃដដែលទេណា The Nation ហើយនឹង Council The Nation បាទ The Nation របស់ថៃដែលបានរាយការណ៍ខ្ញុំសូមយកមកគ្រាន់តែដាក់រូបភាពខាងកម្ពុជាបន្តិចដើម្បីឲ្យបានឃើញរូបភាពទាហានរបស់កម្ពុជាហើយនឹងបាទទាហានថៃណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍របស់ខាងកាសែត The Nation របស់ថៃគឺមេបញ្ជាការកងមរីនថៃម្នាក់បានចោទប្រកាន់កម្ពុជាពីបទញុះញង់ម្ដងហើយម្ដងទៀតតាមបណ្ដោយព្រំដែនខេត្តត្រាតដោយនិយាយថាការបាញ់កាំភ្លើងដែលបានលើក្នុងរយៈពេល1សប្តាហ៍កន្លងមកនេះគឺជាការរំលោភលើបទជបាញ់កាលពីខែធ្នូនិងប្រមានថាកងទ័ពថៃនឹងឆ្លើយតបប្រសិនបើឧបទ្ទវនេះកើតឡើងម្ដងទៀតលោកអនុសេនីយ៍ឯកថាំនុនវណ្ណាមេបញ្ជាការនៃក្រមការងារកងម៉ារីនត្រាតបានធ្វើការកត់សម្ព័ន្ធនេះក្នុងអំឡុងពេលត្រួតពិនិត្យទីតាំងនៅបានថាសេននៅថ្មដាណាថ្មដាខេត្តពោធិ៍សាត់និងបាននងរីដែលត្រូវបានគេស្គាល់ថាផ្ទះ3ឡើយផ្ទះ3ណាបានសម្លាងបាទគឺគាត់បានថាគាត់ចោទកម្ពុជាថាមានការផ្ទុះអាវុធជាការរំលោភលើបទជបាញ់បាទគាត់ចោទកម្ពុជាជានេះហើយ
Tâm năng nút lục tham luôn nó bàn bầm miên vì cả làng mấy năng hay có thả lục chưa tha ca rồng khan trong cõi nó cứ cả làng một topi miên ở bài ca vì ca plap đô mê bình chia ca ông gặp hiệp Campuchia nơi đầm món nụ chẳng có thả Campuchia plap đô mê chia ca chẳng hay bàn chia miên ca tù lục bàn thì dây tha kia casino thọ đà đại lục bàn bị porn này tha thọ bàn rùm lốp choตึก đầy thay pp muốn là ní sát cầu crom ca cục cronរបស់ថៃហើយនៅតែក្រោមការគ្រប់គ្រងរបស់ថៃដដែលលុះតែមានបញ្ជាការចេញបញ្ជាថ្មីដែលលោកបានបន្ថែមថាកងកម្លាំងថៃបានដាក់ទីតាំងនិងដាក់លូបន្លានៅជិតកន្លែងបានសម្លាងហ្នឹងឬក៏ផ្ទះ3ហ្នឹងដែលមានចម្ងាយប្រហែល900ម៉ែត្រពីកងទ័ពរបស់កម្ពុជាបាទហើយតាក់ទងជាមួយនឹងអនុសារណៈឆ្នាំ2000ឬក៏លេខ43នៅខាងភាគីថៃនិង JBC ហ្នឹងលោកមេបញ្ជាការបាននិយាយថាអនុសារណៈស្ដីពីការយោគយល់លេខ43ហ្នឹងនៅតែជាឧបករណ៍ធ្វើការសម្រាប់ការកំណត់ព្រំដែនចឹងបានន័យថាមកដល់មកនេះគាត់ថានៅតែជាឧបករណ៍ដដែលទេណាបាទហើយលោកមិនជំទាស់ទេប្រសិនបើត្រូវបានលុបចោលដរាបថាមានយន្តការណាមួយផ្សេងដាក់ឲ្យដំណើរការបាទហើយទៅលើតាក់ទងនឹងការទៀមទាលើតំបន់ថ្មដាវិញលោកថាមនុនក៏បានចោទប្រកាន់ផងដែរថាតំបន់ថ្មដាគឺដែលធំទូលំទូលាយហ្នឹងគឺបាទធ្លាប់ជាកន្លែងមជ្ឈមណ្ឌលបោកប្រាស់បាទដែលរៀបចំដំណើរការដោយជនជាតិចិនហើយដោយបុគ្គលិកដែលយកមកហ្នឹងគឺឥឡូវនេះមានបុគ្គលិកថ្មីយកទៅដល់កន្លែងនោះហើយខាងថៃហ្នឹងគាត់អះអាងថាគឺជាបុគ្គលិកដែលទៅពីស្ថានទូតចិនដើម្បីទៅការពារទ្រព្យសម្បត្តិរបស់ពួកគេនៅទីនោះហើយលោកបាននិយាយថាតំបន់នេះស្ថិតនៅក្រៅការគ្រប់គ្រងរបស់ថៃនៅមានកន្លែងមជ្ឈមណ្ឌលមួយទៀតនៅក្រោមការគ្រប់គ្រងខាងពីគីចិនដែលទៅបញ្ជូនគាត់ចោទថាខាងទូតចិនបញ្ជូនទៅប៉ុន្តែថៃអត់គ្រប់គ្រងកន្លែងនោះបានទេហើយគាត់ថាចឹងក្រសួងការបរទេសគួរតែសម្របសម្រួលគ្នាជាមួយនឹងទីក្រុងប៉េកាំងប្រសិនបើការអះអាងបែបនេះបាទមិនពិតនោះលោកក៏បាននិយាយផងដែរថាកងកម្លាំងថៃកំពុងតាមដានអ្វីដែលលោកពិពណ៌នាថាជាលេនដ្ឋានដែលមានកំពែងរឹងមាំរបស់កម្ពុជាដែលទើបសាងសង់ថ្មីដែលរត់ស្របទៅនឹងព្រំដែនថៃដែលលោកបានណែនាំថាឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាម្ដងទៀតបាទគាត់និយាយតែរឿងប៉ះទង្គិចគ្នាជារៀងរហូតម្ដងហើយចំណុចមួយទៀតនៅក្នុងរឿងទី3នេះដែរគឺកាលពីថ្ងៃទី26ណាម្សិលមិញនេះគឺខាងកងទ័ពជើងទឹកថៃហ្នឹងដែលដឹកនាំដោយឧត្តមនាវីឯកផាន់ណារុងយុទ្ធវង្សបាទលេខាធិការកងទ័ពជើងទឹករបស់ថៃហ្នឹងបាននាំអ្នកសារព័ត៌មានបាទទៅមើលតំបន់ព្រំដែនកម្ពុជាថៃក្នុងស្រុកខ្លងយ៉ៃខាត់ត្រាតហ្នឹងដែរគាត់ថាដើម្បីតាមដានស្ថានភាពនៅបានហាត់លេខបាទហើយកងទ័ពជើងទឹកថៃហ្នឹងថាជំទាស់ជាមួយនឹងទំនប់ទឹកដែលកម្ពុជាបានធ្វើឡើងហ្នឹងគាត់ថាធ្វើឲ្យខាតដីរបស់ថៃបាទហើយគឺកម្ពុជាគាត់បានតវ៉ាឲ្យកម្ពុជាដកចេញក៏ប៉ុន្តែកម្ពុជានៅតែមិនបានកកាយនៅឡើយទេបាទដូច្នេះគឺសូម្បីតែខាងទ័ពជើងទឹកម្នាក់ទៀតដែលនាំសារព័ត៌មានហ្នឹងគឺគាត់ក៏បាននិយាយថាក្នុងពេលកន្លងមកគឺនៅពេលដែលមានការប៉ះទង្គិចគ្នាហ្នឹងគឺតាមបណ្ដោយកន្លែងហ្នឹងគឺមិនទាន់មានទេក៏ប៉ុន្តែអង្គភាពរបស់លោកកំពុងតែតាមដានការគម្រាមកំហែងខាងសន្តិសុខព្រមទាំងសកម្មភាពនៃការជួញដូរអាវុធគ្រឿងញៀននិងអ្នកបោកប្រាស់ហ្នឹងបាទដែលនៅតាមបណ្ដោយនៅតាមតំបន់កោះកុងហ្នឹងបាទលោកបាននិយាយថាក្នុងពេលកន្លងមកភាពតានតឹងក៏ប៉ុន្តែនៅពេលចុងក្រោយនេះគឺមានភាពទូសារឡើងវិញខ្លះដែរបន្ទាប់ពីកូរ៉េខាងត្បូងនិងចិនបានបង្ក្រាបបណ្ដាញពាក់ព័ន្ធបាទប៉ុន្តែលោកថានៅមានការប្រុងប្រយ័ត្នជាការចាំបាច់បើសិនជាមានការរាំងស្ទះតាមផ្លូវគោកនិងផ្លូវទឹកណាមួយកើតឡើងបាទនេះគឺជាអ្វីដែលខាងភាគីថៃបានលើកឡើងអញ្ចឹងគឺការវិវត្តពី3ចំណុចដែលថៃបានលើកឡើងធ្វើសកម្មភាពជាបន្តបន្ទាប់ហើយចុងក្រោយនេះគឺខាងក្រសួងការបរទេសរបស់កម្ពុជាបាទក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរអញ្ចឹងខ្ញុំក៏បានចែករំលែកនៅតាមបណ្ដាញសង្គម Facebook របស់ខ្ញុំដែរអញ្ចឹងប្រិមត្តអាចទៅមើលនៅទីនោះបានដែរណាបាទអញ្ចឹងខ្ញុំមិនអានទាំងស្រុងទេបាទគឺឲ្យប្រិមត្តបានជាភាសាខ្មែរអក្សរខ្មែរសូមអញ្ជើញទៅអានផងបាទគឺខ្លឹមសារសំខាន់នៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងគឺក្រសួងការបរទេសកម្ពុជាបាទយល់ស្របនិងស្វាគមន៍ការទទួលស្គាល់របស់ថៃដែលបានថ្លែងកាលពីថ្ងៃទី19ខែមីនាថាឈរលើគោលការណ៍ច្បាប់អន្តរជាតិ
និងការដោះស្រាយចំនួនដោយសន្តិវិធីបាទកម្ពុជាបញ្ជាក់ពីការប្រើប្រាស់យន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរបាទនេះគឺជាជំហររបស់កម្ពុជាដែលបាទបង្ហាញពីលក្ខណៈស៊ីសង្វាក់គ្នាតាំងពីដើមតរៀងមកបាទគឺកម្ពុជាមិនដែលឮសូរប្រើពាក្យណាដែលគម្រាមកំហែងដោយការប្រើប្រាស់អាវុធនោះទេបាទនេះជាព័ត៌មានទី3ណាបាទរីឯព័ត៌មានទី4វិញគឺជាការវិវត្តមួយចុងក្រោយនេះដែលទើបនឹងកើតមានឡើងបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ស្រាប់តែមានចេញព័ត៌មានខាងថាអង់គ្លេសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឆោបោកតាមអនឡាញមួយនោះទៀតហើយបាទដែលថាមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយនឹង website ដែលចាយបោកប្រាស់លុយ crypto ជាច្រើនបាទខាងភាគីកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាទេដូច្នេះខ្ញុំបានថតសេចក្តីរាយការណ៍នេះចឹងខ្ញុំសូមចាក់ជូនប្រិមិត្តណាបាទរូបភាពខ្ញុំដាក់ក្នុងនេះគាត់តែជាដាក់រូបភាពកំដរទេមិនទៅស៊ីគ្នាជាមួយនឹងខ្លឹមសារសាច់រឿងមកព្រោះខ្ញុំគាត់ដាក់ឲ្យដើម្បីឲ្យបានប្រិមិត្តបានស្ដាប់ប៉ុណ្្នឹងទេបាទអញ្ចឹងសូមស្ដាប់មើលហើយពិចារណានិងជូនជាយោបល់ឲ្យខ្ញុំបានដឹងផងបាទបើសិនជាអាចដឹងបាទកាលពីថ្ងៃប្រហ័សទី26ខែមីនាចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រតិបត្តិការនៃអ្វីដែលខ្លួនបានពិពណ៌នាថាជាបរិវេណឆបោកដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងទីផ្សារ crypto អនឡាញដែលត្រូវបានប្រើដើម្បីជួញដូរទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានគេលួចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារប្រជាពលរដ្ឋនៅចក្រភពអង់គ្លេសពីការឆបោកតាមអ៊ីនធឺណិតដោយក្រុមជនពាលដែលមានការចាត់តាំងសកម្មភាពនេះបង្ហាញពីការប៉ុនប៉ងចុងក្រោយបង្អស់របស់ប្រទេសនេះក្នុងការរំខានដល់អ្វីដែលខ្លួនហៅថាបណ្ដាញមជ្ឈមណ្ឌលឆបោកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ជាកន្លែងដែលអ្នកធ្វើការត្រូវបានឃុំខ្លួននៅក្នុងបរិវេណដែលមានការយាមកាមនិងត្រូវបានបង្ខំឲ្យប្រព្រឹត្តការឆបោកតាមអ៊ីនធឺណិតក្រសួងការបរទេសចក្រភពអង់គ្លេសបាននិយាយថាមជ្ឈមណ្ឌលទាំងនោះបានកំណត់គោលដៅលើជនរងគ្រោះនៅទូទាំងពិភពលោកដោយប្រើប្រាស់ការវិនិយោគទុនคล้ายៗរហូតដល់ទំនាក់ទំនងស្នេហាคล้ายៗរដ្ឋាភិបាលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Legend Innovation ជាប្រតិបត្តិការនៃបរិវេណនៅកម្ពុជាដែលទើបកំណត់អត្តសញ្ញាណថ្មីដែលគេស្គាល់ថាជា Park Number 8ដែលខ្លួនបាននិយាយថាជាគេហទំព័របោកប្រាស់ធំជាងគេរបស់ប្រទេសនេះអង់គ្លេសបាននិយាយថាទីនេះមានសមត្ថភាពផ្ទុកអ្នកធ្វើការដែលត្រូវបានជួញដូរចំនួន 20,000 នាក់អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Senbi ដែលជាទីផ្សារ crypto ភាសាចិនដែលផ្ដល់ឧបករណ៍និងសេវាកម្មដែលប្រើប្រាស់ដោយបណ្ដាញក្លែងបន្លំរួមទាំងការលក់ទិន្នន័យផ្ទាល់ខ្លួននិងឧបករណ៍ទំនាក់ទំនងផ្កាយរណបដែលត្រូវបានលួចទាំងក្រុមហ៊ុន Legend Innovation ឬក្រុមហ៊ុន Senbi មិនអាចតាក់ទងសំការអត្ថាធិប្បាយភ្លាមបានទេនៅពេលដែលទីភ្នាក់ងារសារព័ត៌មាន Reuters តាក់ទងទណ្ឌកម្មទាំងនេះដែលកំណត់គោលដៅលើក្រុមហ៊ុនទាំងពីរបូករួមទាំងបុគ្គល3នាក់ក៏នឹងមានការបង្កអចលនទ្រព្យជាច្រើននៅក្នុងទីក្រុងឡុងដែលភ្ជាប់ទៅបណ្ដាញនេះផងដែររួមទាំងអគារ Penthouse តម្លៃ$12 លាននៅជិតតំបន់ Westminster រដ្ឋមន្ត្រីក្រសួងការបរទេសលោក Stephen Ducty បាននិយាយថាវិធានការទាំងនេះមានបំណងផ្ញើសារច្បាស់លាស់លោកមានប្រសាសន៍បន្តទៀតថាយើងនឹងមិនអនុញ្ញាតឲ្យប្រជាជនអង់គ្លេសខ្លាចជាជនរងគ្រោះនៃការបោកប្រាស់ដ៏គួរឲ្យភ័យខ្លាចទាំងនេះឬអត់ឱនចំពោះការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យភ័យខ្លាចដែលបានប្រព្រឹត្តនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះទេទណ្ឌកម្មចុងក្រោយបំផុតនេះធ្វើឡើងបន្ទាប់ពីសកម្មភាពសម្របសម្រួលជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុន Prince Group របស់កម្ពុជាដែលលោករដ្ឋមន្ត្រីបាននិយាយថាពេលនោះបានជួយជំរុញឲ្យមានការវាយឆ្មក់ក្នុងតំបន់និងការបិទប្រតិបត្តិការបោកប្រាស់រាប់រយទីតាំងសូមអរគុណបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់